បាទនឹងហើយឈ្មោះណប់ពូជំរាបមីងពូឲ្យដឹងហេតុអូពុកខ្ញុំបាទឈ្មោះណប់ង៉ែសម្ដេចដាក់ងារថាតាពូថៅដៃតាំងពីអត់ឪពុកខ្ញុំទៅបានខ្ញុំនៅក្រន់ជំនួដៃខ្ញុំបាទធំឡើងហើយដឹងក្តីមិនដឹងទៅរៀនយ៉ាប៉ៃនៅឯណាទេអ្នកស្រុកគេប្រាប់តាមហូហើយតែក្មួយហើយក្មួយកំណៅទំនេររត់ទៅរៀនជាមួយលោកគ្រូហើយឆ្មៀនពេខ្ញុំបាទក៏រូតរាចេញពីផ្ទះទៅមកនៅទំនេររត់ទៅរៀនជាមួយលោកគ្រូហើយឆ្មៀនពេបានតិចខែនឹងតិចថ្ងៃតែកម្មចង្រៃអីកោតមកមិនតន់เอาឪពុកនឹងក៏ស្លាប់បាត់ទៅបានខ្ញុំនៅពីអ្នកម្ដាយនឹងកូនសែនកំសត់ណាស់ជំរាបមីងពូឲ្យដឹងច្បាស់សែនកំសត់ណាលោកប្រុសលោកស្រីចំណែកលោកតាពូថៅដៃគាត់ឆ្លាប់ក្នុងរបប3ឆ្នាំ8ខែ20ថ្ងៃដោយសារប៉ុលពតគេបង្អត់ណាហាបង្អត់ចំណៃអើយដល់គាត់លាចាលោកីនឹងទៅលោកតាពូថៅដៃគាត់មានឪពុកឈ្មោះណប់ម្ដាយឈ្មោះយួននៅភូមិពាំងសាឡាបឃុំរកាក្រៅស្រុកដូនកែវខេត្តតាកែវលោកតាគាត់មានបងប្អូន5នាក់ជំរាបបងប្អូនឲ្យបានជាក់ទាំង5នាក់ស្លាប់អស់ហើយគ្មានសល់អីដល់គាត់ធំដឹងក្តីគាត់ក៏បានទៅសិក្សារៀននៅសាលាវត្តក្រាំងដៃព្រោះនៅជាមួយនឹងលោកសង្ឃខំសិក្សារៀនសូត្រផងខំមានគោលបំណងចង់រៀនយ៉ាប៉ៃដល់គាត់ដែរពេញវ័យគាត់ក៏បានបួសជាភិក្ខុសាមណេរបាន4ប្រាំងវស្សានឹកទៅអាណិតដល់មេត្តាបៃតាគ្មានអ្នកណាធ្វើការជំនួសដៃគាត់ក៏បានលាចាសិក្ខាបទមករស់នៅជាមួយនឹងមេត្តាបៃតាគាត់ខំជួយធ្វើការងារឪពុកម្ដាយទាំងយប់ទាំងថ្ងៃខំនោះខំមិនឈប់ដល់ពេលយប់គាត់ខិតខំរៀនយ៉ាប៉ៃហូតដល់គាត់មានគេឈ្មោះមានគេល្បីមកតសពថ្ងៃនេះលោកតាពូថៅដៃគាត់មានប្រពន្ធ3នាក់ជំរាបបងប្អូនឲ្យបានជាក់ទាំង3នាក់មានកូនដល់18ប៉ុន្តែ17នឹងស្លាប់អស់ទៅនៅសល់ខ្ញុំមួយរស់នៅសពថ្ងៃនេះហើយដោយសារប៉ុលពតគេបង្អត់អាហារនឹងវាយលាចាលោកីនេះទៅ